នៅពេលដែលយើងក្រកុំថាឡើយបងប្អូនរបស់យើងសូម្បីតែអ្នកនៅក្បែរខ្លួនក៏គេមើលតម្លៃរបស់យើងដែរគ្មានតែគេចង់ឃើញយើងល្អជាងគេទេតែចំពោះឪពុកម្ដាយយើងវិញគឺគាត់តែងតែឃើញយើងល្អមិនថាសាច់ញាតិរបស់យើងបងប្អូនបង្កើតរបស់យើងសឹងតែគេមិនចង់ឲ្យចង់ស្គាល់យើងផងជាយើងផងអញ្ចឹងចេះដូច្នេះហើយនៅក្នុងសង្គមនេះយើងត្រូវឲ្យតម្លៃខ្លួនឯងធ្វើជាមនុស្សកុំអាត្មានិយមកុំធ្វើជាមនុស្សអាត្មានិយមឃើញតែប្រយោជន៍អ្នកដទៃគិតថាប្រយោជន៍ของខ្លួនឯងរស់ក្នុងសង្គមនេះមានអ្វីត្រូវចែករំលែកគ្នារស់នៅត្រូវបែងចែកវណ្ណៈកុំបែងចែកវណ្ណៈពណ៌សម្បុរយើងត្រូវរស់នៅជាមួយគ្នាធ្វើល្អឲ្យបានច្រើនព្រោះជីវិតយើងគ្មានអ្នកណារស់នៅលើโลกនេះអាយុវែងឬក៏ជីវិតអមតៈទេធ្វើចឹងដូច្នេះបងប្អូនយើងជាអ្នកអត់អ្នកក្រត្រូវតែខំតស៊ូដើម្បីវាសនារបស់យើងតស៊ូដើម្បីខ្លួនឯងហ្នឹងហើយកាលណាដែលបងប្អូនមានបានមិនខ្វះទេណែដែលឃើញយើងស្គាល់យើងអ្វីដែលយើងធ្វើ